ផលវិបាក4យ៉ាងនៅពេលដែលស្ត្រីយើងឆ្លងកាត់ទៅលើបញ្ហាមេរោគផ្សិតផលវិបាកទី1ទៅលើការរមាស់ខ្លាំងនៅពេលដែលមេរោគនឹងធ្លាក់ចេញម្ដងរមាស់ខ្លាំងនៅពេលដែលយើងញ៉ាំរបបចំណីអាហារខុសឬក៏មានការរមាស់បន្ទាប់ពីយើងរួមរំលែកជាមួយដៃគូរួចហើយកាលណាតារមាស់បើសិនជាបងប្អូនយកដៃទៅអេសវាមានការដាច់ក្រឡាត់ឬក៏ឡើងប្រេះនៅលើស្បែកប្រដាប់ភេទងាយឆ្លងនៅពពួកបាក់តេរីផ្សេងទៀតអាចបង្កឲ្យមានការរលាកកាន់តែខ្លាំងឬក៏ឡើងក្រហមឡើងហើមតែម្ដងទី2បង្កឲ្យមានការរលាកនៅទ្វារមាសឬក៏រលាកនៅរន្ធទ្វារមាសដែលធ្វើស្ត្រីយើងមានអារម្មណ៍ថាកាហាយមានអារម្មណ៍ថាក្តៅឈឺនៅបរិវេណទ្វារមាសពេលខ្លះធ្វើយើងពិបាកបត់ជើងតូចនោមមកក្តៅនោមមកកាហាយនោមមកផ្សារឬក៏ពេលខ្លះយើងនោមតិចឬយើងនោមអត់អស់នោមតោះអញ្ចឹងហើយចំណុចទី3នោះគឺផលប៉ះពាល់ខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃកាលណាតែមានរមាស់បងប្អូនគឺយើងនៅអត់សុខទេហើយជាពិសេសនៅពេលដែលយើងធ្លាក់សមកសើមជប់ខោជាប្រចាំថ្ងៃធ្វើឲ្យស្ត្រីយើងមានអារម្មណ៍ថាធុញថប់ stress ណាបាត់បង់ទំនុកចិត្តលើខ្លួនឯងឬក៏ពេលខ្លះទៅចាធ្វើឲ្យស្ត្រីយើងមិនសូវមានចំណង់ផ្លូវភេទក្នុងការរស់នៅជាមួយគ្រួសារឬក៏ពេលដែលយើងរស់នៅជាមួយគ្រួសារទៅមានអារម្មណ៍ថាឈឺក្តៅកាហាយតែម្ដងហើយចំណុចទី4នោះផ្សិតអាចវិវត្តទៅជាបញ្ហាផ្សិតរ៉ាំរ៉ៃដែលធ្វើយើងពិបាកក្នុងការដោះស្រាយហើយក៏ងាយមានហានិភ័យក្នុងការឆ្លងនៅពពួកជំងឺកាមរោគផ្សេងៗបន្ថែមទៀតផងដែរអញ្ចឹងចំពោះបងប្អូនស្ត្រីយើងអ្នកដែលគាត់កំពុងតែជួបកើតបញ្ហាមេរោគផ្សិតសូមបងប្អូនរួសរាន់ធ្វើការរកដំណោះស្រាយបើយើងកើតនៅក្នុងដំណាក់កាលដំបូងដំណាក់កាលស្រាលបងប្អូនដោះស្រាយឆាប់បាត់ឆាប់បានផលតែបើយើងទុកឲ្យផ្សិតវិវត្តទៅជាផ្សិតរ៉ាំរ៉ៃហើយទី1ពិបាកក្នុងការដោះស្រាយចំណាយលុយអស់ច្រើនចំណាយពេលកាន់តែយូរហើយពេលខ្លះការដោះស្រាយនឹងមិនទទួលបានផលទៀតអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបើសិនជាបងប្អូនចង់សាកសួរទៅលើបញ្ហាសុខភាពអាចតាក់ទងមកនឹងខ្ញុំបានតាមរយៈលេខ Telegram ខាងក្រោម